ព្រះអង្គម្ចាស់ហាសេមប៊ីនអាប់ឌុលឡាគឺជាបុត្រពៅរបស់ស្ដេចសុកដានីអាប់ឌុលឡាទី2និងម្ចាស់ស្ត្រីរ៉ានីយ៉ាជាច្រើនឆ្នាំកន្លងមកទ្រង់បានរស់នៅក្រោមស្រមោលរបស់បងប្រុសខ្លួនគឺព្រះអង្គម្ចាស់រាជទាយាទហ៊ូសេនដែលជាអនាគតស្ដេចនៃប្រទេសសុកដានីនៅពេលខាងមុខក្នុងប្រជជនត្រឹមតែ21វស្សាព្រះអង្គម្ចាស់វ័យក្មេងអង្គនេះបានចាប់ផ្ដើមទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសចំពោះរូបសម្រស់ដ៏លេចធ្លោនិងចរិតលក្ខណៈដ៏ស្ងប់ស្ងាត់របស់ទ្រង់មនុស្សជាច្រើនបានពណ៌នាថាទ្រង់គឺជាព្រះម្ចាស់វ័យក្មេងម្នាក់ដែលគួរឲ្យចង់ជួបបំផុតនៅក្នុងលោកចុះតើនរណានឹងក្លាយជាអនាគសមហេសីរបស់ព្រះម្ចាស់ហាសេមហើយតើព្រះម្ចាស់រំនេះរស់នៅបែបណានាពេលបច្ចុប្បន្នតើបងប្អូនសូមតាមជាមួយខ្ញុំនៅក្នុងវីដេអូមួយនេះទាំងអស់គ្នាមនុស្សជាច្រើនងាកមកចាប់អារម្មណ៍លើព្រះម្ចាស់ហាសេមជាដំបូងក្នុងកំឡុងព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃរាជវង្សសុកដានីក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគឺពិធីមង្គលការរបស់ព្រះម្ចាស់ហ៊ូសេននិងរ៉ាឆ្វាក្នុងឆ្នាំ2023ក្នុងកំឡុងពិធីនោះព្រះម្ចាស់ហាសេមមានតួនាទីពិសេសមួយទ្រង់បានអមដំណើរជាមួយកូនក្រមុំដើរតាមផ្លូវឆ្ពោះទៅកាន់អាសនៈដែលបងប្រុសរបស់ទ្រង់កំពុងរងចាំវាជាខណៈពេលដ៏មានអត្ថន័យនៃរំភើបដែលត្រូវបានមើលដោយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកសម្រាប់មនុស្សជាច្រើននេះគឺជាដំបូងដែលពួកគេបានដឹងថាបុត្រពៅរបស់ស្ដេចអាប់ឌុលឡាបានធំពេញវ័យហើយប៉ុន្តែរឿងរ៉ាវរបស់ព្រះម្ចាស់ហាសេមបានចាប់ផ្ដើមជាច្រើនឆ្នាំមុននេះទ្រង់ប្រសូតនៅថ្ងៃទី30ខែមករាឆ្នាំ2005នៅទីក្រុងអាម៉ាន់រដ្ឋធានីនៃប្រទេសសុកដានីទ្រង់គឺជាបុត្រពៅនៃគ្រួសាររាជវង្សដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភពអារ៉ាប់នៅពេលទ្រង់ប្រសូតព្រះបិតារបស់ទ្រង់បានឡើងគ្រងរាជ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយបន្ទាប់ពីការសោយទិវង្គតរបស់ស្ដេចហ៊ូសេនក្នុងឆ្នាំ1999ការធំដឹងក្តីក្នុងនាមជាបុត្រទី2មានន័យថាកុមារភាពរបស់ព្រះម្ចាស់ហាសេមមានភាពខុសប្លែកខ្លះពីបងប្រុសច្បងខណៈពេលដែលព្រះម្ចាស់ហ៊ូសេនត្រូវបានរៀបចំតាំងពីក្មេងដើម្បីក្លាយជាស្ដេចនៅថ្ងៃណាមួយចំណែកហាសេមបានធំនឹងក្តីក្នុងបរិយាកាសដែលធូរស្រាលជាងនេះទ្រង់អាចរស់នៅក្នុងជីវិតដែលសាមញ្ញនិងរីករាយជាមួយចំណូលចិត្តរបស់ខ្លួនដោយក្មេងប្រុសដទៃទៀតដែរមានវ័យស្របាលគ្នាទ្រង់បានចាប់ផ្ដើមយ៉ាងខ្លាំងលើកីឡាតាំងពីតូចសកម្មភាពដែលទ្រង់ចូលចិត្តបំផុតគឺបាល់ទាត់ដែលតែងតែលេងក្នុងកំឡុងពេលសិក្សាការអប់រំក៏ជាផ្នែកដ៏សំខាន់បំផុតនៃការចិញ្ចឹមបីបាច់របស់ទ្រង់ផងដែរព្រះម្ចាស់ហាសេមដំបូងឡើយបានរៀននៅសាលាក្នុងប្រទេសសុកដានីរួមទាំងសាលាដ៏ល្បីល្បាញ King's Academy ហាសេមបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាក្នុងឆ្នាំ2023ពិធីប្រគល់សញ្ញាបត្ររបស់ទ្រង់គឺជាព្រឹត្តិការណ៍ពិសេសមួយដែលមានការចូលរួមពីព្រះមហាក្សត្រម្ចាស់ស្ត្រីនិងសមាជិកជាច្រើននៃរាជវង្សម្ចាស់ស្ត្រីរ៉ានីយ៉ាបានចែករំលែករូបថតបញ្ចប់ការសិក្សារបស់បុត្រដោយមោទនភាពលើបណ្ដាញសង្គមទៀតផងបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យព្រះម្ចាស់ហាសេមបានបន្តការសិក្សានៅបរទេសវិញម្ដងឥឡូវនេះទ្រង់កំពុងរៀននៅសាកលវិទ្យាល័យ Georgetown ក្នុងសហរដ្ឋអាមេរិកសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិក្នុងន័យនេះទ្រង់កំពុងដើរតាមគន្លងបងប្រុសច្បងគឺព្រះម្ចាស់ហ៊ូសេនដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះទោះបីជាមានប្រជាជនក្មេងក៏ដោយព្រះម្ចាស់ហាសេមបានចាប់ផ្ដើមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ផ្លូវការមួយចំនួនរួចមកហើយនៅក្នុងខែកុម្ភៈឆ្នាំ2023ទ្រង់បានបំពេញការងារតូចជាដំបូងដោយបានចូលរួមក្នុងថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ប្រកួត e-sport ថ្នាក់ជាតិផងដែរនៅពេលដែលទ្រង់ចាប់ផ្ដើមបង្ហាញខ្លួនកាន់តែញឹកញាប់នៅក្នុងព្រឹត្តិការណ៍សាធារណៈព្រះម្ចាស់វ័យក្មេងក៏ចាប់ផ្ដើមទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងមនុស្សជាច្រើនបានចាប់ផ្ដើមកត់សម្គាល់ពីការស្លៀកពាក់ដ៏ថ្លៃថ្នូរបុគ្គលិកលក្ខណៈដ៏ស្ងប់ស្ងាត់និងវត្តមានដ៏មានទំនុកចិត្តរបស់ទ្រង់រូបថតរបស់ព្រះម្ចាស់ហាសេមរីករាលដាលពីពេញបណ្ដាញសង្គមអ្នកប្រើប្រាស់ខ្លះថែមទាំងបានពណ៌នាទ្រង់លេងសើចថាជាព្រះម្ចាស់ Disney ដោយសារតែរូបសម្រស់ដ៏លេចធ្លោខណៈដែលអ្នកផ្សេងទៀតហៅទ្រង់ថាព្រះម្ចាស់ដ៏មានមន្តស្នេហ៍ជាលទ្ធផលការចង់ដឹងចង់ឃើញអំពីជីវិតផ្ទាល់ខ្លួនរបស់ទ្រង់ក៏ចាប់ផ្ដើមកើនឡើងដោយសារតែព្រះអង្គម្ចាស់ហាសេមនៅក្មេងនិងមិនទាន់រៀបការមនុស្សជាច្រើនបានចាប់ផ្ដើមឆ្ងល់ថាតើនរណាអាចនឹងក្លាយជាអនាគសមហេសីរបស់ទ្រង់នៅថ្ងៃខាងមុខមានឈ្មោះមួយដែលលេចឡើងម្ដងម្កាលនៅក្នុងការពិភាក្សាតាមអ៊ីនធឺណិតគឺ Leonor ព្រះនាងម្ចាស់នៃអេស្ប៉ាញពាក្យចចាមអារាមកាន់តែមានភាពលេចធ្លោបន្ទាប់រាជវង្សសុកដានីបានទស្សនកិច្ចនៅប្រទេសអេស្ប៉ាញក្នុងឆ្នាំ2023
ក្នុងកំឡុងទស្សនកិច្ចនោះព្រះម្ចាស់ហាសេមបានបង្ហាញខ្លួនជាមួយព្រះបិតាក្នុងព្រឹត្តិការណ៍ផ្លូវការជាមួយរាជវង្សអេស្ប៉ាញអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានចាប់ផ្ដើមស្មានអំពីការតាក់ទងដែលអាចកើតមានឡើងរវាងសមាជិករាជវង្សវ័យក្មេងទាំងពីរនេះជាពិសេសដោយសារតែពួកគេមានវ័យស្របាលគ្នាមនុស្សក៏បានលើកឡើងថាម្ចាស់ស្ត្រីរ៉ានីយ៉ានិងម្ចាស់ស្ត្រីឡាទីស៊ីអេស្ប៉ាញមានការតាក់ទងមិត្តភាពនឹងគ្នាទោះបីជាបែបណាក៏ដោយតាមការពិតការផ្គូផ្គុំបែបនេះហាក់ដូចជាមិនអាចទៅរួចទេដោយសារហេតុផលមួយចំនួនព្រះនាងឡេណូគឺជាអនាគតម្ចាស់ស្ត្រីនៃប្រទេសអេស្ប៉ាញនិងមកពីគ្រួសាររាជវង្សកាតូលិកខណៈដែលព្រះម្ចាស់ហាសេមជាសមាជិករាជវង្សមូស្លីមបន្ថែមលើនេះឡេណូត្រូវបានរំពឹងថានឹងគ្រប់គ្រងប្រទេសអេស្ប៉ាញនៅថ្ងៃណាមួយដែលមានន័យថាអនាគតស្វាមីរបស់នាងទំនងជាត្រូវមានតួនាទីនៅក្នុងរបបរាជានិយមអេស្ប៉ាញការផ្គូផ្គងម្នាក់ទៀតដែលអាចកើតមានឡើងគឺជាមួយព្រះនាងចាឡេឡាប៊ីនអាលីនាងគឺជាបុត្រីរបស់ព្រះម្ចាស់អាលីប៊ីនហ៊ូសេនជាសមាជិកគ្រួសាររាជវង្សសូកដានីនិងត្រូវជាសាច់ញាតិរបស់ព្រះម្ចាស់ហាសេមផងដែរព្រះនាងចាឡេឡាក៏បានតាក់ទាញការចាប់អារម្មណ៍ក្នុងកំឡុងមង្គលការរបស់ព្រះម្ចាស់ហ៊ូសេននិងរ៉ាឆ្វាតាមវិធីជាច្រើនព្រះម្ចាស់ហាសេមនិងព្រះនាងចាឡេឡាហាក់ដូចជាសមគ្នាណាស់ពួកគេមានវ័យស្របាលគ្នាហើយអ្នកទាំងពីរសុទ្ធតែបានសិក្សានៅ King's Academy ក្នុងប្រទេសសូកដានីតែមួយពួកគេហាក់ដូចជាមានការចាប់អារម្មណ៍និងចំណូលចិត្តដូចគ្នាជាច្រើនផងដែរបេក្ខភាពម្នាក់ទៀតគឺសេកាអាល់ចាឡេឡាប៊ីនមូហាម៉ាត់អាល់ម៉ាក់ធូមជាបុត្រីរបស់ម្ចាស់ស្ត្រីហាយ៉ាដោយសារតែហាយ៉ាគឺជាបងស្រីបង្កើតឪពុកទីតីរបស់ស្ដេចអាប់ឌុលឡាទី2នោះអាល់ចាឡេឡាក៏ត្រូវជាបងប្អូនជីដូនមួយរបស់ព្រះអង្គម្ចាស់ហាសេមផងដែរបច្ចុប្បន្ននេះនាងមានអាយុ18ឆ្នាំហើយតែទោះបីជាបែបណាក៏ដោយរាជវង្សសូដានីមិនតម្រូវឲ្យសមាជិករបស់ខ្លួនរៀបការក្នុងរង្វង់រាជវង្សឬអភិជនឡើយជាទីហោចជាក់ស្ដែងនោះម្ចាស់ស្ត្រីរ៉ានីយ៉ាខ្លួនឯងមិនបានកើតមកពីខ្សែរាជវង្សទេប្រសូតមកមានឈ្មោះថារ៉ានីយ៉ាអាល់យ៉ាស៊ីននាងបានជួបស្ដេចអាប់ឌុលឡាទី2ក្នុងឆ្នាំ1993ហើយអ្នកទាំងពីរបានរៀបការភ្លាមបន្ទាប់ពីនោះទោះបីជាមិនមានឈាមជ័ររាជវង្សក៏នឹងទទួលបានការប្រឹងខ្ពស់ហើយក្រោយមកបានក្លាយជាម្ចាស់ស្ត្រីម្នាក់ដែលគេគោរពបំផុតក្នុងពិភពអារ៉ាប់ឧទាហរណ៍មួយទៀតនោះគឺរ៉ាឆ្វានាងមិនមានក្រុមងារជារាជវង្សទេមុនពេលរៀបការប៉ុន្តែនាងមកពីគ្រួសារអារ៉ាប៊ីសាឌីតដែលគេគោរពនិងក្រោយមកបានរៀបការជាមួយព្រះអង្គម្ចាស់រាជទាយាទហ៊ូសេនក្នុងឆ្នាំ2023បងស្រីរបស់ព្រះអង្គម្ចាស់ហាសេមគឺព្រះនាងអ៊ីម៉ានក៏បានរៀបការជាមួយអ្នកក្រៅរង្វង់រាជវង្សដែរគឺលោក Jamil Alexander ដែលជាសហគ្រិនជោគជ័យម្នាក់ដូច្នេះព្រះអង្គម្ចាស់ហាសេមមិនចាំបាច់រៀបការជាមួយនរណាម្នាក់មកពីគ្រួសាររាជវង្សនោះទេអ្វីដែលសំខាន់បំផុតគឺការស្វែងរកមនុស្សដែលត្រឹមត្រូវនិងជាសេចក្តីស្រឡាញ់ពិតទោះបីជាបែបណាក៏ដោយអនាគតមហេសីរបស់ទ្រង់ទំនងក៏ត្រូវមានការប្រឹងខ្ពស់និងមានសមត្ថភាពតំណាងឲ្យរាជវង្សក្នុងជីវិតសាធារណៈព្រះអង្គម្ចាស់ហាសេមនៅក្មេងណាស់ហើយនៅមានពេលច្រើនឆ្នាំទៀតដើម្បីគិតគូរពីការសម្រេចចិត្តបែបនេះសម្រាប់ពេលនេះព្រះម្ចាស់វ័យក្មេងហាក់ដូចជាកំពុងផ្ដោតលើការសិក្សានិងរៀបចំខ្លួនជាបណ្ដាសម្រាប់ការទទួលខុសត្រូវនាពេលអនាគត